ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើនៅ step 2 ដែលលោកគ្រូបានដាក់ឲ្យគឺជាការបញ្ចូលនៃកូដជាដំបូងគឺកន្លែង console output encoding ស្មើឲ្យ system.text.encoding.utf8 ដែលមួយឃ្លានេះគឺប្រើសម្រាប់ឲ្យ console របស់យើងហ្នឹងស្គាល់ទៅលើអក្សរខ្មែរអក្សរអ្វីៗក្រៅពីអក្សរអង់គ្លេសហ្នឹងឬក៏ស្គាល់ទៅលើ emoji ដាក់ឲ្យ emoji ហ្នឹងមានលក្ខណៈពេញលេញនឹងអាចស្គាល់ទៅលើ ASCII code និង ASCII art មួយចំនួនផងដែរសម្រាប់ console.cursor visible ស្មើឲ្យ false នេះគឺមានន័យថាយើងប្រើសម្រាប់បិទទៅលើតនិចម៉ៅដែលរត់នៅលើ console តើវាមានរឿងដូចនេះចាំខ្ញុំរ៉ានឲ្យមើលពេលនេះគឺយើងបានបើកនៅ cursor visible ហ្នឹងពេលដែលយើងបើកទៅវាអត់មានឃើញអីទេចាំមើលពេលដែលយើងបិទវាតើវាមានភាពខុសគ្នាដូចម្ដេចគឺអាត្រនិចហ្នឹងវាលោតចុះឡើងមកនេះឃើញទេអាគឺជាអាត្រនិចហ្នឹងឯងចូលមកដល់កន្លែងនេះម្ដងគឺជួរទី17គឺជាការប្រកាសនៅ object មួយដែល object នេះគឺប្រើសម្រាប់ random គឺការប្រកាសទៅលើលេខដែលយើងចាប់យក random ដែលដាក់ឈ្មោះឲ្យគឺ rnd ចូលមកដល់ក្នុង while loop វិញគឺកន្លែងការប្រកាសទៅលើ d1 d2 d3 នេះគឺគេប្រើ integer ដែលប្រើសម្រាប់លេខគត់ហើយ d1 នេះនិង d2 d3 នេះគឺតំណាងឲ្យគ្រាប់ឡុកឡាក់ដែលរាប់ចាប់ពីលេខ1ដល់ទាំង3ទាំងនោះគឺយើងមាន3ចូលមកដល់ console clear ហ្នឹងគឺជា function មួយដែលប្រើសម្រាប់ delete នៅ clear នៅអក្សរឬក៏អ្វីៗទាំងអស់ក្រោយពីជួបទៅដល់កន្លែង line ដែលមាន console clear ហ្នឹងគឺអក្សរអីគឺបាត់ទាំងអស់ចាំមើលខ្ញុំសាកដាក់ឲ្យមើលគឺនៅពេលដែលយើងបើកវាកែហ្នឹងពេលដែលយើងបើកវាគឺពេលយើងចុច enter ទៅកន្លែង try នេះនិង print key នេះពេលយើងចុចទៅវាបាត់តែពេលដែលយើងដកវាទៅគឺវានឹងអត់បាត់ទេវានៅជាប់នៅ console នឹងរហូតមកគេរត់ចិត្តហ្នឹងរត់គឺវាអញ្ចឹងចូលមកដល់ console reset color គឺជាការ reset ទៅលើ color ដែលយើងបានដាក់មានន័យថា color អីក៏ដោយទាំងពណ៌ក្រហមពណ៌អីដែលយើងបានដាក់ហ្នឹងវាពេលដែលវាមកដល់កន្លែងនេះគឺវានឹង reset ទៅលើ color ដើមដែលគឺជា color ពណ៌សមកដល់កន្លែង console foreground color ស្មើឲ្យ console color .cyan គឺកន្លែងនេះមានន័យថាការ set ទៅលើ color យើងចង់ដាក់ color ពណ៌អីនេះគឺយើងមើលកន្លែងនេះគឺជា cyan គឺជា color sky ជា color ផ្ទៃមេឃពណ៌ផ្ទៃមេឃឬក៏យើងអាចដូរដាក់ red អីហ្នឹងទេចូលមកដល់ក្រោយនេះគឺជាការ print អក្សរធម្មតាទេហើយកន្លែងនេះគឺជាមិញហ្នឹងគឺការ reset color គឺយើងបាន set color ពណ៌ផ្ទៃមេឃទៅឲ្យ press enter to stop ឬក៏ escape to exit អញ្ចឹង color ហ្នឹងគឺពណ៌ផ្ទៃមេឃខ្ញុំរំមើលសិន yes គឺវាតបផ្ទៃមេឃបើសិនជាយើងបិទអានេះវានឹងពណ៌សវិញហើយគេប្រើ reset color នេះដើម្បីកុំឲ្យអាពណ៌សយ៉ានពណ៌ផ្ទៃមេឃហ្នឹងវាទៅដល់ក្រឹមទៅដល់អក្សរផ្សេងឬក៏ក្របឡុកឡាក់របស់យើងចូលមកដល់ loop មួយទៀតគឺ while loop
គឺជានៅស្ថិតលំតង់ទៀតគឺគេបានអាសាញនៅតម្លៃ d1 d2 d3 ដែរស្មើទៅឲ្យ name របស់ random ដែលយើងប្រកាសពីលើ init និង1ដល់7ទៅវាមានន័យម៉េចគឺវាមានន័យថា d1 របស់យើងហ្នឹងគឺជាតម្លៃ random ដែលចាប់ពីលេខ1រហូតដល់លេខ6កន្លែងនេះគឺយើងយកទូជាងលេខឡើងនេះបើសិនជាគេដាក់លេខ7មានន័យថាលេខ random គឺត្រឹមតែលេខ6ទេអញ្ចឹងមានថាពីលេខ1ទៅដល់លេខ6សម្រាប់ក្របលុកលក្ខទី2ក៏ដូចគ្នាដែរអាសាញទៅឲ្យ d2 ហ្នឹងគឺលេខ random របស់យើងគឺចាប់ពីលេខ1ដល់លេខ7ដូចគ្នា d3 ក៏ដូចគ្នាដែរគឺចាប់ពីលេខ1ដល់លេខ6យ៉ាច្រឡំពីដល់លេខ6មិនលេខ7ទេពីលេខ1ដល់លេខ6សម្រាប់ទៅលើការ console.set cursor position 0.2 ជាកន្លែងហ្នឹងមានន័យថាការចាប់ទៅលើអក្សរឬក៏អ្វីមួយដែលយើងចង់ដាក់ហ្នឹងណាឲ្យវាទៅទីតាំងដែលយើងបានកំណត់កន្លែងនេះជួរមុខនេះគេហៅថា column កន្លែងនេះគឺគេហៅថា row អញ្ចឹង column គឺគេរាប់ពីឆ្វេងទៅនៃ console ដែល column របស់យើងគឺ0អញ្ចឹងន័យថាជួរដេករបស់យើងគឺ0ជួរឈររបស់យើងគឺ2 row អញ្ចឹងមានន័យថាវាចុះមកក្រោមចំនួន2បន្ទាប់ជា2ហើយអូខេ2យ៉ាងតែគេបោះវាឲ្យណាគេគឺវាបោះឲ្យទៅកាន់ទៅលើអានេះដែលអាហ្នឹងគឺជាការ print ទៅលើក្របលុករបស់យើងមានដូចជា d1 d2 និង d3 គឺការ print ទៅលើក្របលុកហ្នឹងដែលវាអាចជាប្រភេទ ASCII តាមយើងនេះហើយទៅដល់ក្រោមនេះគឺជា treat.sleep 120វាមានន័យម៉េចគឺវាមានន័យថាគឺការ count down មិនការ count down គឺការរាប់រយៈពេលដែលអាកូដហ្នឹង compile ចុះក្រោមកន្លែងហ្នឹងគឺនៅបើសិនដែលគេគិតឡើងហ្នឹងគឺគេគិតជា millisecond បើសិនជាយើងដាក់ចុះយើងដាក់ធម្មតាសិនគឺ120ដូចលោកគ្រូគាត់ដាក់មកគឺកន្លែងនេះវាលុតលឿនណាលឿនតែបើយើងសិនជាយើងកែឡើងហ្នឹង1000កន្លែងហ្នឹងស្មើនឹង1 second អញ្ចឹងក្របលុកឡាហ្នឹងយើងធ្វើការ1 second នឹងបដូរម្ដងចាគេ1 second វានឹងបដូរម្ដងអញ្ចឹងកន្លែងហ្នឹងវាមានន័យអញ្ចឹងហើយកន្លែងនេះក៏ដល់ទីបញ្ចប់ដែរសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិរបស់គ្នាដែលបានចូលរួមស្ដាប់នៃការបញ្ចូលកូដរបស់ខ្ញុំសូមអរគុណសូមជម្រាបលា